ឆ្នាំសត្រីទាំង6ដួងនេះចន្លោះពីថ្ងៃទី15ដល់ថ្ងៃទី20ខែ7ត្រូវនឹងខែកក្កដាឆ្នាំ2026នេះចូលប្រុងប្រយ័ត្ននៅ4ចំណុចនេះឲ្យបានខ្ពស់ជាទីបំផុតក្នុងតួជើងលេខតារានិករឆ្នាំទាំង6ដួងនេះគេផ្ដោតទៅលើស្ត្រីសុទ្ធសាធតែម្ដងយើងស្ត្រីក្នុងឆ្នាំទាំង6ដួងនេះគួរប្រុងប្រយ័ត្នបានខ្ពស់ជាទីបំផុតនៅ4ប្រការនេះប្រសិនបើរវល់សេះទុកស្ដាប់នៅពេលទំនេរចន្លោះពីថ្ងៃទី15ចាក់រហូតដល់ថ្ងៃទី20ថ្ងៃមានន័យថា5ថ្ងៃដែលគួរប្រុងប្រយ័ត្ននៅ4ចំណុចនេះ4ប្រការនេះឲ្យបានខ្ពស់ជាទីបំផុតតួឆ្នាំទាំង6ដួងនេះមានឆ្នាំឆ្លូវកុលរកាចថោះវោឆ្នាំ6ដួងនឹងស្ត្រីប្រុងប្រយ័ត្ននៅ4ប្រការនេះឲ្យបានខ្ពស់ជាទីបំផុតព្រោះអាចនឹងមានគ្រោះចូលមកបៀតបៀនប្រការទី1ចូលប្រុងប្រយ័ត្នពាក្យសម្ដីស្ថិតក្នុងគ្រោះពាក្យសម្ដី 89% ដែលគ្រោះពាក្យសម្ដីនេះនឹងមានអ្នកក្បែរខ្លួនចាក់រោគឆ្កឹះឆ្កៀលលាបពណ៌មួលបង្កាច់បណ្ដាលឲ្យមានចំនួនឆ្លោះទាស់តែងជាមួយមនុស្សជាទីស្រឡាញ់ឬកន្លែងការងារកម្រិត 44% កម្រិតនៃការបែកបាក់កម្រិត 56% កម្រិតនៃការខាតលៀបខាតទ្របទៅវិញកម្រិត 32% នឹងគឺចំណុចទី1គឺប្រយ័ត្នសម្ដីចំណុចទី2ចូលប្រុងប្រយ័ត្នភេទដូចគ្នាភេទស្រីចូលប្រុងប្រយ័ត្នភេទស្រីអាចនឹងមានការខ្វែងគំនិតគ្នាមានចំនួននឹងការដណ្ដើមមុខមាត់គ្នាគ្រោះភេទដូចគ្នានេះមានកម្រិត 69% ប្រការទី3នេះប្រុងប្រយ័ត្នរឿងឲ្យគេខ្ចីលុយនឹងអាចមានចំនួនបញ្ហាទំនាស់ធំកម្រិត 82% យកមកថាឲ្យគេខ្ចីហើយនឹងណាមានទុកទោសមានបញ្ហាត្រឡប់មកខ្លួនឯងវិញប្រការទី4ប្រការចុងក្រោយគួរប្រុងប្រយ័ត្នដំណើរក្រៅផ្ទះក្នុងផ្ទះកម្រិតគ្រោះ 56% បង្កឲ្យមានការខូចខាតទ្រព្យនិងមានរបួសស្នាមក្នុងប្រការទី4ដូចគ្នាប្រុងប្រយ័ត្នសុខភាពនិងមានជំងឺចូលមកបៀតបៀនកម្រិត 79% ដែលស្ត្រីទាំងឡាយនឹងឈឺពីចង្កេះឡើងមកត្រឹមស្លឹកត្រចៀកអញ្ចឹងនេះគឺជា4ប្រការ4ចំណុចក្នុងជើងលេខតារានិករនៃឆ្នាំ6ដួងរបស់ស្ត្រីមានឆ្នាំឆ្លូវកុលរកាចថោះវោ6ដួងនេះចូលប្រុងប្រយ័ត្នរយៈពេល5ថ្ងៃនេះនៅ4ប្រការនេះឲ្យបានខ្ពស់ជាទីបំផុតសៀទុកស្ដាប់ហើយជំនឿមិននាំមកងប់ងល់ទេជាងជឿដោយសតិសម្បជញ្ញៈជឿដោយការប្រុងប្រយ័ត្នក៏វាមិនខាតបង់អ្វីនោះដែរជាចុងក្រោយលោកគ្រូសូមជម្រាបលា